ជំរាបសួរគ្រូខ្ញុំមកឈ្មោះសុកសេវិស្ណុមកពីក្រុម Music នៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពីវីដេអូដែល demo ទៅនឹងកិច្ចការJava ជាដំបូងខ្ញុំធ្វើការ run នៅ Java នេះវានឹង load មកនៅ form login ហើយចំពោះ form login នេះនៅពេលដែលយើងវាយអាណាមួយខុសគឺវាអត់ឲ្យយើងចូលទេគឺឧទាហរណ៍server name នេះអូខ្ញុំវាយដាក់លេខ1ចុះហើយវាយដាក់លេខ1គឺវាអត់ឲ្យចូលទេហើយចំពោះ port number នេះខ្ញុំវាយលើក៏វាអត់ឲ្យយើងចូលដែរ root នេះដូចគ្នាគឺវាអត់ឲ្យយើងចូលទេហើយចំពោះ password ក៏ដូចគ្នាដែរនៅពេលដែលយើងវាយលើគឺវាយខុសក៏វាអត់ឲ្យចូលទេចឹងនៅពេលដែលយើងវាយត្រូវអស់ហើយពេល login គឺវាចូលឥឡូវនេះខ្ញុំចូលទៅកាន់show employee វានឹង show នៅ employee ទាំងអស់ហើយយើងអាចធ្វើការ select វាបានហើយនឹងវាមាននៅរូបភាពនៅ load នៅលើនេះបន្តមកទៀតខ្ញុំចូលទៅកាន់ employee lottery ខ្ញុំធ្វើការ start វាហើយកន្លែងនេះគឺយើងអាច select វានៅពេលដែលយើង select វានឹង load មកនៅទិន្នន័យនៅក្នុងតារាងនេះអញ្ចឹងយើងក៏អាច deselect វាដែរគ្រាន់តែដោយយើងចុចនៅ control space វានឹងដាច់មកវិញហើយចំពោះចំណុចបន្ទាប់គឺ add employee នេះបើសិនជាយើងអត់ដាក់ទិន្នន័យទេកន្លែង add នេះគឺវាអត់ឲ្យយើង add ទេអញ្ចឹងយើងត្រូវដាក់ទិន្នន័យជាដំបូងសិនឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំmail ហើយកន្លែងនេះគឺជា date of birth យើងអាច select វាបាន salary ហើយ phone number ខ្ញុំដាក់9ប៉ាល់ដោខ្ញុំដាក់9ប៉ាល់ដោហើយជំនាញកន្លែងគឺជា email ខ្ញុំចំពោះនេះគឺ address ខ្ញុំដាក់ B2B ហើយកន្លែងនេះខ្ញុំធ្វើការ add រូបឥឡូវឧទាហរណ៍ខ្ញុំ select រូបនេះមួយ open វានឹង load មកនៅរូបនេះហើយយើងធ្វើការ add នេះនៅពេលដែលយើងដាក់ទិន្នន័យរួចរាល់ហើយគឺវាឲ្យយើង add ហើយ add នៅហើយយើងអាចចូលទៅមើលទិន្នន័យដែលយើង add មិញនៅក្នុង show employee បានយើង scroll វាទៅក្រោមនេះគឺជាទិន្នន័យដែលយើងបាន add ចូលមុនហ្នឹងហើយចំពោះកន្លែង add employee នេះបើសិនជាយើងដាក់លេខទូរស័ព្ទជាន់ឬមួយ email ជាន់គឺវាអត់ឲ្យយើងadd ចូលម្ដងទៀតទេឥឡូវខ្ញុំឧទាហរណ៍ដាក់ឈ្មោះអ្នកផ្សេងខ្ញុំធ្វើការ select ថ្ងៃខែ salary phone number ខ្ញុំដាក់ដូចមុនហ្នឹង9 ប៉ាល់ដើម
email ថ្មីមួយ anhធ្វើការ add វាគឺវា duplicate phone number ដោយសារតែ phone number វិញគឺវាដូចគ្នាទៅនឹងមុនហ្នឹងឥឡូវខ្ញុំធ្វើការដូរលេខដាក់8វិញប៉ុន្តែខ្ញុំដាក់ email ដូចមុនហ្នឹងវិញហើយខ្ញុំធ្វើការ add អានេះគឺវា duplicate email ម្ដងដោយសារតើ email ហ្នឹងគឺវាដូច email មុនហ្នឹងដែរអញ្ចឹងឥឡូវខ្ញុំសាកដូរ email ថ្មីនេះនៅពេលដែលខ្ញុំដូរលេខទូរស័ព្ទនិង email ថ្មីវានឹងឲ្យខ្ញុំ add ចូលឥឡូវខ្ញុំអាចចូលទៅមើលនៅទិន្នន័យដែលខ្ញុំ add មុនហ្នឹងនៅក្នុង show employee បានខ្ញុំអូសវាដល់ក្រោមនេះគឺជាទិន្នន័យដែលខ្ញុំបាន add ចូលមុនហ្នឹងចំណុចបន្ទាប់គឺបន្ទុក log out នៅពេលដែលខ្ញុំចុច log out នេះគឺវាចេញហើយដោយសារតនេះតលុះតែយើងចុច log in ម្ដងទៀតគឺបានវាចូលម្ដងទៀតអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងលោកគ្រូអរគុណលោកគ្រូជំរាបលាលោកគ្រូ